Lady of Justice គឺជានិមិត្តរូបមួយដែលត្រូវបានប្រទេសមួយចំនួននៅក្នុងពិភពលោកនាពេលបច្ចុប្បន្នយកទៅតំណាងឲ្យភាពយុត្តិធម៌នៅក្នុងប្រទេសរបស់ខ្លួនរូបតំណាងនេះគឺតែងតែឃើញមាននៅក្នុងតំបន់នៃអាមេរិកខាងជើងអាមេរិកខាងត្បូងនៅអឺរ៉ុបនៅអាហ្វ្រិកនៅមជ្ឈិមបូព៌ានៅអាស៊ីខាងត្បូងនៅអាស៊ីខាងកើតនិងនៅអូស្ត្រាលីដែលរូបសំណាកនេះគឺគេតែងតែយកទៅដាក់តាំងនៅក្នុងទីធ្លានៃការិយាល័យច្បាប់និងស្ថាប័នអប់រំច្បាប់ជាដើមប្រវត្តិនៃរូបសំណាកនេះគឺមានតាំងពីយូរលង់ណាស់មកហើយដែលរូបសំណាកនេះគឺតំណាងឲ្យអរិយធម៌ក្រិចនិងអរិយធម៌អេស៊ីបនៅសម័យបុរាណជាធម្មតារូបសំណាកនេះគឺជារូបសំណាកមួយដែលមានទម្រង់ដែលមនុស្សស្រីម្នាក់កំពុងឈរដែលដៃរបស់នាងម្ខាងគឺកាន់ដាវដៃម្ខាងទៀតគឺកាន់ចិញ្ចីងដែលដៃកាន់ចិញ្ចីងគឺនៅដៃខាងឆ្វេងហើយកាន់ដាវនៅដៃខាងស្ដាំប្រវត្តិនៃរូប Lady of Justice គឺមានតាំងពីអតីតកាលរបស់អេស៊ីបដែលនេះគឺជានិមិត្តរូបនៃសេចក្តីពិតសណ្ដាប់ធ្នាប់នៅក្នុងសង្គមបុរាណក្រោយមកជនជាតិក្រិចក៏បានយកមកធ្វើការគោរពបូជាហើយបានក្លាយទៅជាអាទិទេពដែលតំណាងឲ្យបុគ្គលិកលក្ខណៈនៃច្បាប់និងទំនៀមទម្លាប់របស់ព្រះអត្ថន័យនៃរូបសំណាកនេះគឺមានដូចតទៅទី1ស្នាមញញឹមគឺតំណាងឲ្យវត្ថុបំណងនិងភាពមិនលំអៀងមានយុត្តិធម៌ដែលត្រូវបានដោះស្រាយដោយគ្មានភាពភ័យខ្លាចហើយមានភាពពេញចិត្តដោយមិនគិតពីទ្រព្យសម្បត្តិនិងអំណាច2កាន់ចិញ្ចីងគឺដើម្បីតំណាងឲ្យទម្ងន់នៃភស្តុតាងដែលត្រូវបានយកមកថ្លឹងថ្លែងដោយមានការវាស់វែងនៅច្បាប់ដោយមានភស្តុតាងនិងមិនប្រកាន់លើទ្រព្យសម្បត្តិដែលត្រូវមានយុត្តិធម៌ទី3ដាវគឺតំណាងឲ្យការដាក់ទណ្ឌកម្មដែលត្រូវបង្ហាញដោយភាពយុត្តិធម៌ក្នុងនាមជាអ្នកមានអំណាចនៅក្នុងផ្លូវច្បាប់និងមិនខ្លាចទៅលើអំណាចណាមួយឬនៅក្នុងស្ថានភាពណាមួយឡើយការដែលនាងកាន់ដាវនៅក្រោមចិញ្ចីងគឺដើម្បីបង្ហាញថាភស្តុតាងដែលបញ្ជាក់គឺត្រូវឆ្លងកាត់នៅការវិនិច្ឆ័យនៅក្នុងប្រព័ន្ធតុលាការហើយត្រូវគោរពតាមច្បាប់មុននឹងឈានទៅដល់ការដាក់ទណ្ឌកម្មទី4សត្វពស់នៅក្រោមជើងរបស់នាងនេះគឺតំណាងឲ្យអំពើអាក្រក់ការកុហកហើយសៀវភៅគឺជាច្បាប់រដ្ឋធម្មនុញ្ញដែលត្រូវបានគ្រប់គ្រងដោយយុត្តិធម៌